នេតិយល់ដឹងអំពីច្បាប់និងជំនួញនៅក្នុងនេតិយល់ដឹងអំពីច្បាប់សប្តាហ៍នេះយើងសូមនិយាយពីកិច្ចសន្យាជួលផ្ទះឬដីជាមួយសេនីណាឌីណាជំរាបសួរជំរាបសួរគុណធារាតើកិច្ចសន្យាជួលអចលនវត្ថុចាំបាច់ត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរដែរឬទេកន្ត្រាកិច្ចសន្យាជួលជាទូទៅដែលក្នុងភាសាច្បាប់គេហៅថាបេតិសន្យាទោះបីជាជួលនឹងជាជួលជាអចលនវត្ថុក៏ដោយជួលជាចលនវត្ថុក៏ដោយក្នុងច្បាប់គឺមិនតម្រូវថាត្រូវតែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេលើកលែងតែក្នុងករណីពិសេសណាមួយដែលមានច្បាប់កំណត់ច្បាស់លាស់ច្បាប់ផ្សេងណាមួយកំណត់ប៉ុន្តែនៅក្នុងក្រមរដ្ឋប្រវេណីក្នុងមាត្រា597គឺចែងថាកិច្ចសន្យាជួលត្រូវមានអានុភាពនៅពេលណាដែលមានការព្រមព្រៀងពីគូភាគីមានន័យថាឲ្យតែកាលណាភាគីជាម្ចាស់វត្ថុព្រមព្រៀងដាក់វត្ថុឲ្យភាគីជាអ្នកជួលប្រើប្រាស់និងអាស្រ័យផលហើយភាគីអ្នកជួលព្រមព្រៀងជួលដែលបង់ថ្លៃឈ្នួលដែលបានកំណត់គឺច្បាប់ទទួលស្គាល់ថាមានកិច្ចសន្យាជួលទោះបីជាភាគីមិនបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរក៏ដោយដូច្នេះភាគីម្ខាងមិនអាចបដិសេធកិច្ចសន្យាជួលដោយគ្រាន់តែលើកហេតុផលថាកិច្ចសន្យានឹងមិនបានធ្វើជាលាយលក្ខណ៍អក្សរគឺបដិសេធមិនបានទេក៏ប៉ុន្តែបើទោះបីជាច្បាប់មិនតម្រូវក៏ដោយក្នុងការអនុវត្តជាក់ស្ដែងការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរគឺវាធ្វើឲ្យគូភាគីមានសុវត្ថិភាពជាងការធ្វើកិច្ចសន្យាដោយផ្ទាល់មាត់បញ្ហានៃកិច្ចសន្យាត្រឹមតែផ្ទាល់មាត់ដោយមិនមានសរសេរគឺតាក់ទងទៅនឹងបញ្ហាផុសតាងបើសិនជាមានភាគីម្ខាងបដិសេធហើយមិនទទួលស្គាល់អញ្ចឹងសំណួរកាលណាធ្វើត្រឹមតែផ្ទាល់មាត់សំណួរថាតើភាគីម្ខាងទៀតធ្វើម៉េចដើម្បីបញ្ជាក់ថាគូភាគីទាំងពីរហ្នឹងពិតជាបានព្រមព្រៀងគ្នាជួលវត្ថុនឹងមែនគឺវាអាចមានបញ្ហាស្មុគស្មាញជាងបើសិនជាមានកិច្ចសន្យានឹងជាលាយលក្ខណ៍អក្សរចែងច្បាស់លាស់អញ្ចឹងគឺគូភាគីពិបាកនឹងប្រកែកឌីណាតើកិច្ចសន្យាជួលអចលនវត្ថុចាំបាច់ត្រូវតែមានកំណត់រយៈពេលជួលច្បាស់លាស់ឬមួយក៏ថាអាចធ្វើដោយមិនមានកំណត់ពេលក៏បានបាទវាអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងម្ចាស់វត្ថុនិងអ្នកជួលចង់ជួលដោយកំណត់រយៈពេលជួលច្បាស់លាស់ក៏បានឬក៏ជួលដោយមិនកំណត់ពេលក៏បានក៏ប៉ុន្តែបើសិនជាចង់ជួលដោយមានកំណត់ពេលច្បាស់លាស់គឺចាំបាច់ត្រូវតែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរពីព្រោះច្បាប់កំណត់ថាកិច្ចសន្យាជួលអចលនវត្ថុណាដែលធ្វើត្រឹមតែមាត់ទេដោយមិនធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេគឺត្រូវចាត់ទុកថាជាកិច្ចសន្យាដែលគ្មានកំណត់ពេលហើយកន្លែងនេះបញ្ជាក់បន្តិចថាកិច្ចសន្យាជួលដោយគ្មានកំណត់ពេលមិនមែនមានន័យថាគូភាគីត្រូវតែជួលអស់មួយជីវិតទេគ្រាន់តែថាបើសិនជាជួលមានចែងច្បាស់លាស់មានរយៈពេលកំណត់គឺថាកិច្ចសន្យាជួលត្រូវបញ្ចប់នៅពេលដែលផុតពេលកំណត់មានន័យថាបើកំណត់ថាជួលរយៈពេល1ឆ្នាំដល់គ្រប់1ឆ្នាំកិច្ចសន្យាជួលនឹងត្រូវបញ្ចប់លើកលែងតែគូភាគីព្រមព្រៀងនឹងបានជជែកគ្នាព្រមព្រៀងគ្នាថាបន្តកិច្ចសន្យានឹងតទៅទៀតផ្ទុយទៅវិញកិច្ចសន្យាជួលដែលគ្មានកំណត់ពេលត្រូវមានសុពលភាពរហូតតតែគូភាគីណាមួយឬគូភាគីទាំងពីរស្នើសុំបញ្ចប់ហើយការស្នើសុំបញ្ចប់កិច្ចសន្យាដែលគ្មានកំណត់ពេលហ្នឹងគឺអាចធ្វើឡើងដោយភាគីណាមួយក៏បានដែរពីខាងម្ចាស់វត្ថុក៏បានពីខាងអ្នកជួលក៏បានហើយអាចសុំបញ្ចប់កិច្ចសន្យានៅពេលណាក៏បានដែរក៏ប៉ុន្តែត្រូវជូនដំណឹងទៅភាគីម្ខាងទៀតដែលបានយ៉ាងតិច3ខែមុនដល់ថ្ងៃបញ្ចប់កិច្ចសន្យាចំពោះការជួលផ្ទះឬអគារផ្សេងទៀតមានន័យថាម្ចាស់ផ្ទះមិនមែននឹកឃើញថាចង់ឈប់ជួលក៏ប្រាប់ទៅអ្នកជួលថារើចេញភ្លាមប្រាប់ថ្ងៃហ្នឹងឲ្យរើចេញស្អែកបានទេហើយអ្នកជួលក៏មិនអាចថាចង់ចេញក៏ប្រាប់ទៅម្ចាស់ផ្ទះថ្ងៃហ្នឹងហើយស្អែករើចេញទៅក៏មិនអាចបានដែរគាត់ចង់រើចេញភ្លាមក៏រើបានដែរក៏ប៉ុន្តែគឺត្រូវនៅបន្តបង់ថ្លៃឈ្នួលផ្ទះ3ខែទៀតពីព្រោះថាច្បាប់កំណត់ថាត្រូវជូនដំណឹងយ៉ាងតិច3ខែចំពោះការជួលដីធ្លីការសុំបញ្ចប់កិច្ចសន្យាគឺត្រូវមានការជូនដំណឹងទៅភាគីម្ខាងទៀតយ៉ាងតិច1ឆ្នាំនេះខុសពីករណីជួលអគារដែលត្រឹមតែ3ខែហើយបើសិនជាដីដែលជួលនឹងជាដីកសិកម្មមានរដូវដាំដុះប្រមូលផលការបញ្ចប់កិច្ចសន្យាជួលនឹងគឺត្រូវធ្វើឡើងនៅចន្លោះរដូវដាំដុះមានន័យថានៅក្រោយពេលប្រមូលផលនៃរដូវមួយហើយមុនពេលចាប់ផ្ដើមដាំដុះនៃរដូវបន្ទាប់ហើយវាជារឿងធម្មតាទេរឿងនេះពីព្រោះថាជួលដីជួលទៅឲ្យគេដើម្បីធ្វើកសិកម្មអញ្ចឹងដំណាំគេដាំរួចរាល់ហើយមិនទាន់បានប្រមូលផលស្រោបខ្សប់គ្រប់ផងស្រាប់តែមកឈប់ជួលឲ្យគេនៅកណ្ដាលរដូវគឺមិនកើតទេគេខាត់បងអស់ហើយចំពោះការជួលដោយមានរយៈពេលកំណត់តើកិច្ចសន្យាត្រូវបញ្ចប់ជាស្វ័យប្រវត្តិនៅពេលដល់កំណត់ឬក៏ត្រូវមានការបញ្ជាក់ច្បាស់លាស់ពីគូភាគីបាទចំពោះការករណីអចលនវត្ថុការជួលអចលនវត្ថុទោះបីជាកិច្ចសន្យាជួលនោះមានរយៈពេលកំណត់ច្បាស់លាស់ក៏ដោយដើម្បីបញ្ចប់កិច្ចសន្យាគឺទាល់តែមានភាគីម្ខាងម្ចាស់វត្ថុក៏ដោយឬក៏ជាអ្នកជួលក៏ដោយបង្ហាញឆន្ទៈថាចង់បញ្ចប់កិច្ចសន្យាហ្នឹងហើយការជូនដំណឹងពីការបញ្ចប់កិច្ចសន្យាហ្នឹងគឺត្រូវធ្វើឡើងឲ្យបាន3ខែមុនដល់ពេលផុតកំណត់បើសិនជាករណីជួលផ្ទះឬអគារហើយឲ្យបានមុន1ឆ្នាំមុនដល់កំណត់បើសិនជាការជួលដីបើសិនជាផុតរយៈពេលហ្នឹង3ខែឬក៏1ឆ្នាំតាមករណីអគារឬក៏ដីផុតរយៈពេលហ្នឹងមិនមានភាគីណាមួយបង្ហាញឆន្ទៈថាចង់បញ្ចប់កិច្ចសន្យាទេតាមច្បាប់គឺកំណត់ថា
គេចាត់ទុកថាភាគីទាំងសងខាងបានយល់ព្រមក្នុងការបន្តកិច្ចសន្យានឹងជាថ្មីក៏ប៉ុន្តែក្នុងករណីហ្នឹងកិច្ចសន្យាដែលបន្តថ្មីហ្នឹងត្រូវចាត់ទុកថាជាកិច្ចសន្យាជួលដោយគ្មានកំណត់ពេលអញ្ចឹងនិយាយសរុបមកវិញចំពោះកិច្ចសន្យាជួលអចលនវត្ថុដោយមានរយៈពេលកំណត់ពេលជិតដល់កំណត់វាអាចមានករណី3យ៉ាងទី1គឺមានភាគីម្ខាងសូមបញ្ចប់កិច្ចសន្យាដោយជូនដំណឹងទៅភាគីម្ខាងទៀតទៅតាមពេលដែលកំណត់ដូចយើងបានលើកឡើងខាងលើក្នុងករណីហ្នឹងគឺកិច្ចសន្យាត្រូវបញ្ចប់ករណីទី2គឺគូភាគីអាចជជែកគ្នាព្រមព្រៀងគ្នាបន្តកិច្ចសន្យានឹងជាថ្មីទៀតក្នុងករណីហ្នឹងគឺគូភាគីគាត់អាចកំណត់ពេលវេលានៃកិច្ចសន្យានឹងជាថ្មីក៏បានយកពេលដូចមុនយូរជាងមុនតិចជាងមុនឬក៏ឲ្យថ្លៃឈ្នួលដូចមុនខុសពីមុនគឺទៅតាមការជជែកការព្រមព្រៀងគ្នាករណីទី3គឺថាបើសិនជាមិនមានភាគីណាមួយបង្ហាញពីឆន្ទៈចង់បញ្ចប់កិច្ចសន្យានឹងទេកិច្ចសន្យាចាស់នឹងត្រូវបន្តជាថ្មីនៅក្នុងលក្ខខណ្ឌដដែលថ្លៃឈ្នួលដដែលក៏ប៉ុន្តែកិច្ចសន្យាថ្មីនឹងត្រូវជាកិច្ចសន្យាដែលគ្មានពេលកំណត់ហើយកាលណាវាជាកិច្ចសន្យាជួលដោយមិនកំណត់ពេលការស្នើសុំបញ្ចប់កិច្ចសន្យាគឺត្រូវមានការជូនដំណឹងទៅភាគីម្ខាងទៀតដោយគោរពទៅតាមពេលវេលាកំណត់ដោយច្បាប់ដែលយើងទើបនឹងលើកឡើងខាងលើមិញហ្នឹងចុះបើភាគីម្ខាងចង់បញ្ចប់កិច្ចសន្យាជួលនេះនៅមុនពេលផុតកំណត់តើអាចទៅរួចដែរឬទេបាទក្នុងករណីហ្នឹងគឺបានបើសិនជាក្នុងពេលដែលចុះកិច្ចសន្យាភាគីម្ខាងឬក៏ភាគីទាំងសងខាងរក្សាសិទ្ធិបញ្ចប់កិច្ចសន្យាមុនផុតពេលកំណត់កន្លែងនេះគឺមានចែងនៅក្នុងមាត្រា616នៅក្នុងក្រមរដ្ឋប្រវេណីខ្មែរក្នុងករណីហ្នឹងភាគីដែលស្នើសុំបញ្ចប់កិច្ចសន្យាគឺត្រូវជូនដំណឹងទៅភាគីម្ខាងទៀតដោយគោរពទៅតាមពេលវេលាដូចក្នុងករណីកិច្ចសន្យាគ្មានកំណត់ពេលដែរគឺថាយ៉ាងតិច3ខែសម្រាប់ការជួលអគារនិងយ៉ាងតិច1ឆ្នាំសម្រាប់ការជួលដីធ្លីជាសំណួរចុងក្រោយនៅក្នុងអំឡុងពេលជួលបើសិនជាមានការខូចខាតណាមួយកើតឡើងលើអចលនវត្ថុតើអ្នកណាជាអ្នកទទួលបន្ទុកជួសជុលតាមមាត្រា601នៃក្រមរដ្ឋប្រវេណីអ្នកជួលគឺគាត់មានករណីកិច្ចគ្រប់គ្រងវត្ថុជួលដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិតគឺមានន័យថាគាត់ត្រូវមើលថែទាំវត្ថុជួលនោះឲ្យបានហ្មត់ចត់ហើយត្រូវទទួលបន្ទុកធ្វើការជួសជុលតូចតាចដែលមានលក្ខណៈជាការជួសជុលថែទាំប្រចាំថ្ងៃរីឯការជួសជុលធំដែលចាំបាច់ដើម្បីធានាការប្រើប្រាស់និងការអាស្រ័យផលនៃអចលនវត្ថុជួលដូចជាឧទាហរណ៍ថាមានជញ្ជាំងប្រេះត្រូវបិទផ្ចិតឡើងវិញមានទ្វារបង្អួចពុកបាក់បិទលែងចិត្តត្រូវបដូរថ្មីឬក៏ដំបូលផ្ទះចាស់លិចទឹកត្រូវធ្វើថ្មីឡាវាគឺជាបន្ទុករបស់ម្ចាស់វត្ថុកន្លែងនេះគឺមានចែងច្បាស់នៅក្នុងមាត្រា602នៃក្រមរដ្ឋប្រវេណីក៏ប៉ុន្តែបើសិនជាការខូចខាតទាំងអស់នោះវាកើតឡើងពីទង្វើរបស់អ្នកជួលឬក៏វាអាចជាការខូចខាតដោយសារតែអ្នកជួលមិនបានប្រើប្រាស់ឲ្យសមរម្យឬក៏ដោយសារធ្វើធ្វេសប្រហែសមិនបានគ្រប់គ្រងថែទាំវត្ថុជួលឲ្យបានហ្មត់ចត់ទៅតាមករណីកិច្ចរបស់គាត់ក្នុងករណីហ្នឹងគឺអ្នកជួលដែលជាអ្នកត្រូវទទួលបន្ទុកជួសជុល